បាទសួស្តីបងប្អូននេះគឺជាម្ហូបឆាលេសបាទហើយបើចង់ហូបសូមមើលវីដេអូនេះឲ្យដល់ចប់ដំបូងយើងធ្វើដំណើរទៅកាន់ស្ទឹងហើយមានឧបករណ៍គឺត្រឹមតែច្រៃមួយទៅពេលដែលយើងជោគហុកមកហើយយើងប្រេងឲ្យជ្រះដីជ្រះហុកអស់បន្ទាប់មកដូចជាការលេសស្មាតមួយចឹងបន្ទាប់មកយើងយកមកច្រាំមកយើងចាប់ដើមទៅហើយយើងរើសហ្នឹងគឺមានអទុញធំបើថាយើងចង់បានទៀតយើងអាចយកមកបានតែយើងជ្រើសរើសតាមធំសុទ្ធបានដូចគ្នាតាមចំណូលចិត្តហើយមានមិនត្រឹមតែមានលេសទេមានក្រុមមានស្អីរបស់អីផ្សេងថាយើងអាចយកមកហូបបានតាមចំណូលចិត្តហ្នឹងគឺយើងអាចមកហូបបានឥឡូវខ្ញុំរៀបបានហើយតបមកយើងត្រៀមមកហាន់ខ្ទឹមហាន់អីទៅនឹងដាក់ខ្លាញ់មកបំពងវាឲ្យក្រហមហើយយើងថែមគ្រឿងតាមចំណូលចិត្តរបស់យើងទៅមានទឹកអ៊ីវឬទឹកត្រីឬក៏អំបិលក៏បានកូរវាសព្វឲ្យឡើងគ្រឿងក្រងទៅរាងក្រហមទៅតបមកដាក់ប៊ីចេងស្ករតាមចំណូលចិត្តរបស់យើងហើយយើងកូរវាឲ្យសព្វឲ្យចេញជាតិឈ្ងុយចេញក្លិនឈ្ងុយទៅបន្ទាប់មកទៀតចាំយើងថែមទឹកឬក៏អាចខាងតិចខាងច្រើនតាមចំណូលចិត្តរបស់យើងរបស់យើងកូរវាឲ្យលាយចូលជាតិគ្នាសិនទៅមកបានយើងដាក់ខ្ញីបាទឆាលេសនេះគឺមានច្រើនមុខតាមចំណូលចិត្តអាចឆាខ្ញីក៏បានឬក៏អាចឆាអំបិលម្ទេសក៏បានមកយើងកូរវាឲ្យឆ្អិនហើយដាក់លេសចូលតាមក្រោយដោយសារយើងដាក់ខ្ញីមុនដោយសារយើងចង់ឲ្យខ្ញីហ្នឹងឆ្អិនមុនលេសព្រោះម្ហូបលេសនេះគឺអត់ត្រូវការដៅយូរទេយើងត្រឡប់វាទៅមកមុំទៅបើកមកហើយគឺអាចហូបបានហើយបាទអញ្ចឹងវីដេអូនេះមានតែត្រឹមប៉ុណ្ណេះឯងសូមអរគុណថតវីដេអូណាលេខថតចឹង